ខ្ញុំសាកនៅមុនវិជាការកម្មមិនមុតនេះដោយសារខ្ញុំស្រឡាញ់ចូលចិត្តស្រឡាញ់នៅយ័ន្តខ្មែរនិងអភិរក្សហើយមុនអាគមខ្មែរមានពិតបាទជាចុងក្រោយខ្ញុំសូមសំណូមពរឲ្យបងប្អូនជួយគាំទ្រនៅការសាក់យ័ន្តហើយនឹងស្រឡាញ់ថែគេដំណើរដូនតាបាទខ្ញុំបាទឈ្មោះសុសសារ៉ែនហៅនេខុងបាទហើយឈ្មោះនេខុងនេះគឺកំណើតសិល្បៈហ្មងកំណើតសិល្បៈទី1ដែលកាលណាឯកឧត្តមតុងសេងនៅរោងកុនបូកូក៏សុំគាត់ធ្វើការនៅឆ្នាំ2000អញ្ចឹងសុំគាត់ធ្វើការគាត់ឃើញខ្ញុំឆ្កូមភាសាកពតឆ្កូមឃើញខ្ញុំឆ្កូមអញ្ចឹងទៅគាត់ហើយបាល់លពូចដូចស្វាអញ្ចឹងគាត់ក៏ដាក់ឈ្មោះអ៊ូខុងអញ្ចឹងគាត់ចាប់ឈ្មោះអ៊ូខុងអញ្ចឹងចាសម្រាប់ស្រុកកំណើតខុងវិញស្រុកកំណើតខ្ញុំនៅស្រុកឈូកខេត្តកពតចាជំនាញកាមេរ៉ាមែនហ្នឹងតាំងពីឆ្នាំណាមកដល់បច្ចុប្បន្ននេះប្រហែលឆ្នាំហើយអូនបាទមកគិតឥឡូវវាចូលជាងជិត20ឆ្នាំមក20ឆ្នាំបាទទៅលើថតរឿងដងដាក់រោងភាពយន្តដាក់រឿងភាពយន្តរឿងភាគរឿងខ្លីក៏នឹងផលិតបទចម្រៀងបទអីថត MV អីក្មេងៗបាទបងប្អូនច្រើនណាស់រាប់ពាន់មកជំនាញទៅលើថតហើយចេះកាត់តបាទហើយចេះសម្ដែងទៀតមែនបាទក៏មុននឹងធ្វើជាកាមេរ៉ាមែនហ្នឹងពីមុនធ្លាប់ធ្វើអាជីពជាអីគេដែរអូមុនជំនាញកាមេរ៉ាម៉ាន់បន្ទាប់មកធ្វើបច្ចេកទេសខាងកុនហ្នឹងបាទបច្ចេកទេសខាងកុនវាយភ្លើងដាក់ភ្លើងរៀបអាហ្នឹងគេហៅ cover រៀបភ្លើងរៀប delay អីហ្នឹងបាទអារម្មណ៍មិនដែរបានអាប់ដេតចេញពី grapher ចេញពីហ្នឹងមកធ្វើជា cameraman បាទកាលហ្នឹងដោយសារក៏លើផលិតកម្មបងគាត់មានធីគាត់ខ្វះ cameraman អញ្ចឹងកំពុង cameraman មកខុងរតនាអញ្ចឹងទៅខ្វះទៅក៏ខ្ញុំក៏ចូលថតទៅព្រោះយើងខាង assistant camera អញ្ចឹងដល់យើងជំនាញខាងហ្នឹងដែរដាក់ថតចាប់ពីហ្នឹងទៅមករហូតខ្លាចជាកាមេរ៉ាម៉ានដល់សប្តាហ៍ថ្ងៃណាបងចិត្តឯងឃើញក៏ខ្ញុំស្គមអារូបថតដល់ពងត្រៃទៅដូចស្វាយល់សម្រាប់ប្រហែលខែមុនដូចឃើញខុងបួសជាសង្ឃតែការបួសហ្នឹងខុងមានបញ្ហាអីឬក៏ចេញពីចិត្តជ្រះថ្លាទៅបួសទៅអីហ្នឹងដោយសារខ្ញុំមានចិត្តស្រះថ្លាហើយនឹងនៅមួយទៀតស្រឡាញ់ខាងពុទ្ធសាសនាយូរហើយតាំងពីតូចអញ្ចឹងណាដល់ហើយក៏ចូលបួសទៅហើយបួសនេះគឺបួសគម្រប់កិច្ចគ្រូហើយគ្រូកំណើតបងហើយនឹងសងគុណឪពុកម្ដាយហ្នឹងអញ្ចឹងបានរយៈពេលប្រហែលដែរបានរយៈពេលកន្លះឆ្នាំហើយបើគិតទៅវាភាសាតូចគេគិតថាមកភាសាតូចនៅភាសាខ្ចីបានមកភាសាដែរបងបួសហ្នឹងបួសនៅវត្តណានៅស្រុកណាដែរបួសនៅវត្តស្រេចចាស់ឃុំនារីភូមិផ្នែករមាសស្រុកឈូកខេត្តកពតហើយដល់ពេលសឹកមកវិញបច្ចុប្បន្នហ្នឹងកំពុងតែថតឲ្យផលិតកម្មណាឬក៏ថតឲ្យទូទស្សន៍ណាដែរបាទឥឡូវកំពុងតែថតឲ្យផលិតកម្មបងកែវរតនាដែលគាត់ផលិតឲ្យខាងប៉ុស្តិ៍ទូទស្សន៍ហោះលេខ5ថតរឿងអីដែរហើយរយៈពេលថតហ្នឹងបានប្រហែលភាគរយមកបាទថតហ្នឹងគឺរឿងបេះដូងស្រកឈាមបាទនៅក្នុងស្ថានីយទូទស្សន៍ប៉ូលីក្រាមហើយបានដូចជា60-70%បងចិត្តចប់អីចឹងបាទចិត្តចប់ហើយចេះសម្រាប់ខុងផ្ទាល់ជាបុគ្គលិករបស់ក្រុមហ៊ុនណាឬក៏យើងដើរទទួលការងារគិតជាថ្ងៃគិតជាអីទេជារឿងជាអីដែរបាទបងខ្ញុំថ្ងៃអត់ទាន់បានការងារក្រុមហ៊ុនអីទេគ្រាន់តែយើងធ្វើជាក្រៅប្រជិចទួលខាងក្រៅបាទខាងក្រៅថតទេបាទអូខេអញ្ចឹងបើសិនជាផលិតករឬក៏មានអ្នកណាដែលអាចចង់ហៅថតបានខំអាចទៅថតឲ្យបានមែនទេបាទបងបាទអាចទៅថតបានមានន័យតំណតំណងអត់បាទមានបងប្អូនអាចទៅខាងផលិតករអ្នកដែលចង់ហៅខំទៅថតមិនថារឿងខ្លីរឿងដុំរឿងភាគអញ្ចឹងទៅអាចហៅខំថតបានមែនទេបាទបងប្អូនខាងវិស័យខាង short film ខ្លីៗបងប្អូនអាចតាក់ទងមកខ្ញុំទៅហៅថតលេខទូរស័ព្ទខ្ញុំ012 63 48 36បាទនឹងខ្សែបាទអញ្ចឹងពុកម៉ែបងប្អូនដែលជាផលិតករបើសិនជា
ចង់ហៅខុងតថតតាក់ទងជាមួយរឿងខ្លីរឿងដុំដាក់រោងកុនឬក៏រឿងភាគអីអាចតំណែងបានពីព្រោះខុងអត់តន់ជាបុគ្គលិកប្រចាំរបស់ក្រុមហ៊ុនណាទេមែនទេបាទបាទបាទហើយពុកម៉ែបងប្អូនអ្វីដែលខ្ញុំសម្ភាសខុងថ្ងៃនេះមិនមែនត្រឹមតែគាត់ជាកាមេរ៉ាមែនទេអ្វីដែលខ្ញុំចង់នាំពុកម៉ែបងប្អូនមកឲ្យបានដឹងនោះតាក់ទងទៅលើជំនឿឃើញថាខុងមានជំនឿទៅលើមន្តអាគមទៅលើសាក់យ័ន្តទៅលើស្បែកស្វិតខុងនឹកឃើញមិនដែរបានជឿទៅលើអាការសាក់យ័ន្តហើយជឿទៅលើស្បែកស្វិតរបស់មន្តអាគមខ្មែរហ្នឹងពិតប្រាកដអីមិនដែរដោយសារខ្ញុំស្រឡាញ់ការសាក់យ័ន្តតាំងពីតូចដោយសារដល់ពេលធំឡើងគឺចាប់អារម្មណ៍មួយថាសាក់ហ្មងហើយការសាក់យ័ន្តនេះมันមានអួតអាងដល់បងប្អូនធ្វើដើរពើងទ្រុងទេគាត់ថាក្នុងការស្រឡាញ់និងអភិរក្សរបស់ដូនតាយើងហើយខុងផ្ទាល់ជឿអត់ជឿថាការសាក់យ័ន្តឬក៏មន្តអាគមផ្សេងហ្នឹងមានពិតប្រាកដអត់របស់ខ្មែរយើងហ្នឹងបាទការសាក់យ័ន្តនិងមន្តវិជ្ជាការមន្តអាគមនេះគឺជាការពិតបាទវាអាចជួយយើងនៅក្នុងការមានអាសន្នអីចឹងណាហើយខ្ញុំច្រើនមានអាសន្នដូចថាខ្ញុំផ្ទាល់ហើយបាទមានអាសន្នច្រើនដងដែរគាត់ថាយើងមានជួបឧបហេតុប៉ុន្តែដូចតែខ្លួនយើងស្រាលចឹងគាត់ថាយើងដួលយើងអីដូចថាគេមានជួយចឹងណាស្រាលបាទស្រាលដូចអាឡាតខ្លួនលឿនប៉ុន្តែក្នុងខ្លួនយើងអត់ចេះអីទេប៉ុន្តែគេជួយយើងបាទជួយប្រទេសនៅផ្ទាល់គ្នាចឹងបាទពុកម៉ែពេលនេះខ្ញុំកំពុងតែស្ថិតនៅលើភ្នំប្រសិទ្ធត្រៃត្រឹងហ្នឹងហើយប្រសិទ្ធត្រៃត្រឹងហើយមកខលមកគឺខុងគាត់មកសុភ័ក្របនស្រន់កន្លែងលោកតាព្រះមនីអេសីហើយនឹងឮថាគាត់នឹងត្រូវទៅជួបគ្រូរបស់គាត់ដើម្បីដាស់យ័ន្តហើយអញ្ចឹងទៅខ្ញុំក៏សុំតាក់ទងគាត់ដើម្បីធ្វើវីដេអូបទបង្ហាញហ្នឹងមិនមែនជាការអួតអាងឬក៏ភូតកុហកបោកប្រាស់អីគេគឺចង់បញ្ជាក់ទៅលើមន្តអាគមរបស់ខ្មែរទៅលើការសាក់យ័ន្តទៅលើបាលីផ្សេងគឺពិតប្រាកដជាមានការកាប់មិនមុតមិនអត់អ្នកខ្លះទៀតគេថាបោកប្រាស់ភូតកុហកអីអញ្ចឹងចង់ដឹងថាកន្លងមកខុងដែលធ្វើសមាធិហើយការសមាធិរបស់ខុងហ្នឹងដែលជួបរឿងប្លែកអីខ្លះអាចចែករំលែកបានអ្វីដែលខុងបានជួបកន្លងមកបាទជម្រាបដល់ពុកម៉ែបងប្អូនបាទនៅទីនេះគឺដែលសិតតែទស្សកៈបារមីហើយខាងរបស់បុព្វបុរសមានប្រាសាទជាសាក្សីបាទដោយសារកាលពីមុនខ្ញុំទៅឈើធុដងឬក៏សមាធិបានរយៈពេល 2-3 ខែដែរតែនៅក្នុងការសមាធិរបស់ខ្ញុំអាចដឹងថាមានញៀនមានអីគេមកថែរក្សាយើងបានមកចឹងទៅបងដោយថាមកទៅល្ងឹតមុខមើលអត់ឃើញគាត់ថាដឹងរយៈពេលយើងដឹងហើយទី1ចង់ប្រាប់បងប្អូនថាក្នុងផ្លូវអីបាទដោយសារទី1តើគេឲ្យយើងជ្រើសរើសសន្លប់បាត់ស្មារតីឬទី1បាត់ស្មារតីទី2ស្មារតីយើងនៅប៉ុន្តែញៀនយើងដឹងរូបយើងដឹងថាគេមកក្រងកន្លែងណាមកកន្លែងណាយើងដឹងបាទហើយដល់ពេលហើយខ្ញុំក៏យកទី1ខ្ញុំចង់សុំដែលម្ចាស់ទឹកម្ចាស់ដីសុំបារមីដែលនៅក្នុងហ្នឹងថាខ្ញុំសុំថាមកដឹងខ្លួនទេដឹងខ្លួនអត់ឲ្យបាត់ស្មារតីទេព្រោះថាកាលណាបាត់ស្មារតីយើងនៅណាបងបើភ្ញាក់ឡើងដឹងនៅណាអញ្ចឹងយើងតែព្រៃម្នាក់ឯងអញ្ចឹងទៅពេលដែលខុងធ្វើសមាធិដែលថាធ្វើនឹងចង់ដឹងហ្នឹងបានជួបអីខ្លះដែលជួបដូចជាគេនិយាយថាដូចជួបមានអមនុស្សផ្សេងហ្នឹងខុងបានជួបផ្ទាល់អត់មានជួបអមនុស្សប្រភេទអីបាទបើខ្ញុំរំលឹកពីក្មេងខ្ញុំអាចជួបច្រើនហើយក្មេងឬក៏ឆ្នាំ99 អីហ្នឹងខ្ញុំមកធ្វើការនៅភ្នំពេញយើងអាចឃើញច្បាស់ទោះបីនៅថតកុនក៏ឃើញហ្នឹងឃើញអីគេចាំប្រាប់ហ្នឹងឃើញមានឃើញជំនាងផ្ទះមិនជាអមនុស្សទេជំនាងផ្ទះអីចឹងហ្នឹងយើងឃើញច្បាស់ហើយនឹងអមនុស្សគាត់ថាវាឃើញរបៀបសមោលបងប្អូនសមោលទេព្រោះខ្ញុំអត់ចង់យើងក៏អត់ចង់ប្រាថ្នាឃើញគេក៏អត់ចង់ឃើញយើងដែរហើយបន្ទាប់មករឿងទី2មួយទៀតខ្ញុំអាហ្នឹងចូលឥឡូវដែរហ្នឹងថាយើងសមាធិនៅលើភ្នំម្ដុងហ្នឹងអាហ្នឹងឃើញតាឥសីណាឃើញតាឥសីគាត់មកតាឥសីកាត់ខុងតិចចុះតាឥសីហ្នឹងខុងឃើញភិនភាកគាត់មិនដែរអាចប្រាប់ទៅពុកម៉ែបងប្អូនដែលកំពុងមើលវីដេអូនេះថាឃើញភិនភាករបៀបមិនដែលយើងឃើញផ្ទាល់ហ្នឹងចង់ឲ្យចែករំលែកមិនដែររូបរាងគាត់បាទ
ដោយសារឃើញគាត់ស្លៀកពាក់សហើយកាន់ឈើច្រត់ដើរមកសំដៅយើងហើយនឹងមានតែគាត់មានតែជូនពរឲ្យយើងបានសក្តីសុខក្តីចម្រើនតែប៉ុណ្ណឹងហ្មងបាទឃើញតែមួយផ្លេតទេបាទបាទពេលហ្នឹងខុងនៅជាភេទជាព្រះសង្ឃឬក៏អត់តាន់បួសទេអាហ្នឹងអត់តាន់បួសទេហ្មងអត់តាន់បួសមុនបួសដល់ពេលហើយពេលក្រៅយើងសមាធិអីតាមភ្នំហ្នឹងហើយมันមកបួសលោកបាទពេលដែលខុងទៅបួសជាលោកមានដែលឃើញប្រភេទផ្សេងហ្នឹងទៀតអត់មានតានេះមាននៅដល់បួសនៅវត្តអាចនឹងមានតែគ្រាន់ថាយើងជាសមោលបាទបងប្អូនដឹងឯនៅក្នុងវត្តមានអីគ្រាន់ថាវាមានវិញ្ញាណមានអីភ្លើងអីហោះតែប៉ុណ្ណឹងហើយគ្រាន់ថាយើងសមាធិទៅអត់ខ្លាចអត់អីព្រោះណាមួយគេក៏អត់ធ្វើអីយើងក៏អត់ធ្វើអីគេដែរបងបាទអញ្ចឹងបាទពុកម៉ែបងប្អូននឹងស្ដាប់ត្រួសហើយតាក់ទងជាមួយជំនឿរបស់ម្នាក់ដែលអ្នកខ្លះធ្លាប់ជួបធ្លាប់ឃើញទៅគាត់ជឿគាត់គោរពប៉ុន្តែអ្នកខ្លះដែលឡាយទៀតគាត់អត់ឃើញគាត់អត់ជឿគាត់មានទស្សនៈឬក៏ការគិតផ្សេងគ្នាអញ្ចឹងនៅពេលនេះដែរខ្ញុំចង់នាំពុកម៉ែបងប្អូនទៅមើលការប្រសិទ្ធិនិងកាប់ទៅលើខុងដែលគេធ្លាប់និយាយថាអីកាមេរ៉ាស្បែកស្វិតស្បែកកាប់មុតអញ្ចឹងចង់នាំពុកម៉ែបងប្អូនទៅទស្សនាទាំងអស់គ្នាដើម្បីឲ្យដឹងថាតើជាការពិតឬក៏ជាការបោកប្រាស់បាទខ្ញុំបានឈ្មោះសំធុលតែបើហាសនាមហៅសមនីបាទឈ្មោះក្រៅសមនីសម្រាប់លោកគ្រូមានស្រុកកំណើតនៅណាដែរលោកគ្រូស្រុកកំណើតខ្ញុំគឺស្រុកសាមគ្គីមានជ័យភូមិតាពាំងថ្មឃុំស្វាយនិងខេត្តកំឆ្នាំងសម្រាប់មុនវិជ្ជាទាំងឡាយដែលលោកគ្រូបានរៀនទាំងវិជ្ជាមន្តអាគមផ្សេងហើយនឹងតាក់ទងជាមួយនឹងការសាក់យ័ន្តបុរាណខ្មែរហើយនឹងវិជ្ជាផ្សេងនេះលោកគ្រូបានរៀនផ្ទាល់ពីលោកគ្រូឬក៏រៀនពីជីតារៀនពីឪពុកនិយាយទៅមន្តអាគមដែលខ្ញុំចេះគឺរៀនមើលនៅតាំងពីតូចចេះពីឪមកចេះពីឪផងចេះពីឪពុកមាផងហើយនឹងចេះពីតាផងហើយបន្ទាប់មកបានខ្ញុំដើរស្វែងរៀនតាមភ្នំអញ្ចឹងនៅអាស្រមធម៌នៅភ្នំកលែនផងអីចឹងទៅបាទហើយបានស្គាល់លោកគ្រូគាត់ក្រោយទៀតក៏រៀនលក្ខណៈថាផ្សំបន្ថែមអញ្ចឹងណាបាទចុះលោកគ្រូសម្រាប់តាក់ទងជាមួយនឹងស្នេហ៍តាក់ទងនឹងស្បែកស្វិតអាហ្នឹងមានប្រកបវិជ្ជាមែនទេលោកគ្រូបាទរឿងមន្តអាគមមើលនិយាយពីយន្តស្នេហ៍គឺមានពិតប្រាកដមែនតែអាស្រ័យលើការជឿជាក់ហើយនឹងការមានតំណមអញ្ចឹងទៅបែបលោកគ្រូផ្សេងគ្នាអញ្ចឹងទៅហើយមើលនិយាយពីការស្បែកគង់ក៏ពិតប្រាកដដែរបាទអញ្ចឹងតាក់ទងជាមួយស្បែកគង់លោកគ្រូពេលដែលសាក់ស្បែកគង់ហើយមានដែលសាក់កាប់ឬក៏សាក់អីដើម្បីឲ្យកូនសិស្សគាត់ជឿជាក់អីទេគ្រូវាមានតាមបុគ្គលដែរមើលសិនជាកូនសិស្សគាត់អនុញ្ញាតឲ្យកាប់ថ្វាយគាត់ចឹងទៅឲ្យគាត់ជឿជាក់មើលថាគាត់ខ្លាចគាត់ជឿតែគាត់អត់ទៅហ៊ានលះចឹងណាដល់ពេលចឹងទៅអត់ដែរណាព្រោះលោកថាមើលសិនជាមើលគេជាមួយខ្លួនមិនអនុញ្ញាតគឺអត់ហ៊ានទេខ្លាចខុសតំណមប៉ុន្តែនៅតែគុំនៅតែបកែណាអញ្ចឹងចុះលោកគ្រូសម្រាប់ការសាក់ហ្នឹងដើម្បីឲ្យស្បែកស្វិតស្បែកគង់អីហ្នឹងអាហ្នឹងមានដំណមអីទេដើម្បីឲ្យបាន100%ជឿជាក់ថាអត់មុតអត់អីហ្នឹងគុំខាងស្បែកស្វិតគឺមានដំណមខ្លាំងបាទខ្លាំងជាងស្នេហ៍បាទព្រោះមានការហាមជេរប្រមាថឪពុកម្ដាយគេអញ្ចឹងទៅហើយនឹងការដំណំហូបសាច់អីអញ្ចឹងទៅណាសាច់ប្រភេទអ្វីគ្រូសាច់ពិសេសសាច់ឆ្កែឆ្មាអញ្ចឹងហើយនឹងមើលខាងបន្លែវិញគេថាស្ពឺឃ្លោកអីខាងធម្មជាតិនេះផ្លែឈើអីស្ពឺឃ្លោកហើយមានអ្វីទៀតទេគ្រូត្បូលបងបាញ់មើលខាងអាគមស្នេហ៍យើងនិយាយទៅតមដូចតែគ្នាប៉ុន្តែមានបញ្ចូលដូចជាឈាមណាមានឈាមថ្លើមអីចឹងទៅព្រោះយើងប្រើខាងសាលាការយើងអត់ហូបឈាមទេហ្នឹងហើយលោកគ្រូទៀតចង់មើលការដាស់យន្តដាស់អាគមដែលគ្រូបានសាក់
ជាសួរពុកម៉ែបងប្អូនមិញពុកម៉ែបងប្អូនបានឃើញហើយទៅការកាប់សាករបស់លោកគ្រូហើយមិនមែនជាការអួតអាងឬក៏មិនការសម្ញែងអីទេគឺចង់បង្ហាញថាអាគមរបស់ខ្មែរបុរាណយើងគឺមានពិតប្រាកដមែនពុកម៉ែបងប្អូនទៅមើលតាក់ទងមួយកបិតនេះគឺកបិតមែនបិទមុខខ្លាំងណាស់បើនេះខ្ញុំសាកឲ្យមើលមិនជាការបោកប្រាស់អីទេបាទ ខ្ញុំសាកនៅមុនវិជាការកម្មមិនមុតនេះដោយសារខ្ញុំស្រឡាញ់ចូលចិត្តស្រឡាញ់នៅយ័ន្តខ្មែរនិងអភិរក្សហើយយឺជាក់មុនជាការយ័ន្តខ្មែរនេះហ្នឹងហើយមិនចង់ឲ្យបាត់បង់ត្រូវអភិរក្សទាំងអស់គ្នាហើយមុនអាគមខ្មែរមានពិតបាទជាចុងក្រោយខ្ញុំសូមសំណូមពរឲ្យបងប្អូនជួយគាំទ្រនៅការសាក់យ័ន្តហើយនឹងស្រឡាញ់ថែគេដំណើរដូនតានៅមុនវិជាការដែលបន្សល់ទុកពីសម័យបុព្វបុរសយើង ខ្ញុំផ្ទាល់ផងដែរខ្ញុំសូមជំរាបសួរដល់បងប្អូនទាំងអស់ដែលបានទស្សនានៅវីដេអូនេះផងដែរបើសិនជាការបញ្ចេញនៅការមនោគមណាមិនមែនជាការអួតអាងអីទេប៉ុន្តែគ្រាន់ថាចង់បញ្ចេញថាឲ្យកូនខ្មែរយើងបានស្គាល់បានដឹងថាអាគុំខ្មែរយើងគឺមានពិតប្រាកដហើយស្បែកគុំហ្នឹងគឺគុំពិតប្រាកដដែរប៉ុន្តែគ្រាន់ថាអាស្រ័យទៅអ្នកជឿទេបាទហើយខ្ញុំទទួលសាកតាមមើលតាមគេអត់ស្គាល់អញ្ចឹងបានតាមរយៈទូរស័ព្ទលេខប្រហែល096 532 518បាទជាចុងក្រោយគឺខ្ញុំសូមប្រាប់ដល់បងប្អូនដែលបានទស្សនាខ្ញុំបាទបង្ហាញពីការមនោគមបុរាណខ្មែរនិងពីការរបស់ដូនតាខ្មែរយើងហ្នឹងសូមបងប្អូនកុំមានការជេរប្រមាថអីព្រោះអីមិនមែនជាការអួតអាងអីទេព្រោះថាបើខ្ញុំបាទបានចេះដឹងហើយក៏ជាបង្ហាញឲ្យបងប្អូនបានឃើញហើយក៏សូមសំណូមពរដល់បងប្អូនជួយអភិរក្សពីមនោគមខ្មែរយើងដែលបានសល់ពីដូនតាពីបុព្វបុរសខ្មែរយើងតាំងពីដើមមកបើមិនទាន់ដឹងមិនទាន់ស្គាល់ក៏អភិរក្សទុកសិនទៅខ្ញុំបាទក៏ជូនពរបងប្អូនទាំងអស់គ្នាបានដែលបានទស្សនានោះបានសុខបានចម្រើនហ្នឹងហើយបានរស់ស៊ីមានបានចាក់ជុំសុខចម្រើនទាំងអស់គ្នាសូមរងចាំតាមដានបន្តនៅរឿងពិតផ្សេងៗទៀតសូមអរគុណ